បាទសម្រាប់ខ្ញុំបាទការប្រកួតមួយនេះគឺយើងពិតជាទទួលបាននៅភាពលំបាកក៏ដូចជាយើងជួបនៅភាពលំបាកប៉ុន្តែគ្រាន់ថាសម្រាប់ខ្ញុំបាទក៏ធ្លាប់ជាបេក្ខភាពចាស់អញ្ចឹងខ្ញុំបាទក៏មានអារម្មណ៍ថាវាអត់អីសម្រាប់យើងអាចបន្តដំណើរទៅមុខក៏ដូចជាពង្រឹងសមត្ថភាពក៏ដូចជាឲ្យកម្លាំងចិត្តខ្លួនឯងដើម្បីឲ្យយើងមានភាពជឿជាក់មកពីខាងក្នុងក៏ដូចជាកម្លាំងកាយចិត្តសម្រាប់ខ្លួនឯងដើម្បីបន្តជំនាញទៅមុខសម្រាប់ខ្ញុំបាទខ្ញុំគិតថាមិនថាកម្មវិធីផ្សេងៗក៏ដូចជាកម្មវិធីនេះតែងតែមានក៏ដូចជាបេក្ខភាពជើងខ្លាំងក៏ដូចជាបេក្ខភាពដែលគាត់មានសមត្ថភាពខ្លាំងក្នុងការប្រកួតប្រជែងប៉ុន្តែសម្រាប់ខ្ញុំបាទគិតថាវាជារឿងល្អមួយដែលថាយើងជាបេក្ខភាពប្រឡងជាមួយបេក្ខភាពគ្នាឯងដែលគាត់មានសមត្ថភាពខ្លាំងហើយយើងក៏ជាបេក្ខជនខ្លាំងម្នាក់ដែលប្រឡងនៅក្នុងកម្មវិធីឬក៏ប្រឡងនៅក្នុងឆាកដែលមានបេក្ខជនខ្លាំងដើម្បីយើងបង្ហាញពីសមត្ថភាពធម្មតាសម្រាប់បើយើងនិយាយឲ្យស្រួលស្ដាប់ទៅជើងខ្លាំងប៉ះជើងខ្លាំងអញ្ចឹងយើងខ្លាំងក្នុងចំណោមអ្នកខ្លាំងគឺយើងពិតជាមានមោទនភាពសម្រាប់ខ្លួនឯងដែលយើងអាចបន្តក៏ដូចជាពុះពៀនៅក្នុងឧបសគ្គទាំងអស់បាទបាទជំរាបសួរអូនបាទជំរាបសួរបងបាទជាដំបូងខ្ញុំបាទឈ្មោះឈិនភេរមខ្ញុំបាទមានអាយុ21ឆ្នាំជាអ្នកមកពីខេត្តបាត់ដំបងបាទខ្ញុំបាទសប្តាហ៍ថ្ងៃគឺជាទាហានដែលធ្វើការនៅខាងក្រសួងការពារជាតិបាទបងសម្រាប់ការប្រកួតលើកនេះគឺជាវេទិកាទី2សម្រាប់ឆាកទី2សម្រាប់ខ្ញុំបាទដោយសារខ្ញុំបាទក៏ជាបេក្ខជនដែលធ្លាប់ប្រឡងនៅក្នុងកម្មវិធីមួយមកហើយឆាកនេះគឺជាឆាកទី2សម្រាប់ខ្ញុំបាទការពេលដែលខ្ញុំប្រឡងលើកទី1ហ្នឹងក្នុងឆ្នាំ2023ខ្ញុំបាទបានតំណែង First Runner Up បាទអរគុណច្រើនបាទអាចជម្រាបបានថាតើមានអ្វីជាកម្លាំងបណ្ដាលចិត្តឬក៏ជំរុញចិត្តយើងឲ្យយើងត្រឡប់មកប្រកួតសាច់ទី3បាទសម្រាប់ខ្ញុំបាទតកតងទៅនឹងការជំរុញក៏ដូចជាអ្វីដែលធ្វើឲ្យខ្ញុំបាទមានអារម្មណ៍ថាចង់ប្រឡងឬក៏ចង់សាកនៅអ្វីដែលថ្មីក៏ដូចជាចង់បានបទពិសោធន៍ថ្មីហ្នឹងគឺខ្លួនឯងគឺការជំរុញទឹកចិត្តពីខ្លួនឯងក៏ដូចជាមិត្តភ័ក្តិក៏ដូចជាបងប្អូនដែលគាត់ដែលជា fan សម្រាប់ខ្ញុំបាទហ្នឹងគាត់ចង់ឲ្យយើងត្រឡប់មក comeback ម្ដងទៀតដើម្បីបង្ហាញអ្វីដែលថ្មីដែលជាខ្លួនឯងក៏ដូចជាអ្វីដែលខ្លួនឯងមានក៏ដូចជាការដែលយើងធ្លាប់វឹកហាត់ប្រឹងប្រែងកន្លងមកគឺគាត់ចង់ឃើញយើងត្រឡប់មកម្ដងទៀតជាមួយនឹងភាពដែលថ្មីក៏ដូចជាភាពជឿជាក់លើខ្លួនឯងម្ដងទៀតបាទអរគុណច្រើនបាទបងសុំសួរសំណួរមួយដែលបងសួរទៅកាន់បេក្ខជនយើងច្រើនបាទដោយសារតែឆ្នាំនេះគឺបាទបេក្ខជនយើងថាជើងខ្លាំងច្រើនមែនទែនបាទសម្រាប់អូនបាទក៏ជាជើងខ្លាំងមួយរូបដែរតែយើង comeback មកវិញបាទអញ្ចឹងនៅពេលដែលជើងខ្លាំងបាទសម្រាប់អូនតោះបាទតើមានអារម្មណ៍ថាតើការប្រកួតមួយនេះបាទជួបការលំបាកច្រើនដែរទេបាទសម្រាប់ខ្ញុំបាទការប្រកួតមួយនេះគឺយើងពិតជាទទួលបាននៅភាពលំបាកក៏ដូចជាយើងជួបនៅភាពលំបាកប៉ុន្តែគ្រាន់ថាសម្រាប់ខ្ញុំបាទក៏ធ្លាប់ជាបេក្ខភាពចាស់អញ្ចឹងខ្ញុំបាទក៏មានអារម្មណ៍ថាវាអត់អីសម្រាប់យើងអាចបន្តដំណើរទៅមុខក៏ដូចជាពង្រឹងសមត្ថភាពក៏ដូចជាឲ្យកម្លាំងចិត្តខ្លួនឯងដើម្បីឲ្យយើងមានភាពជឿជាក់មកពីខាងក្នុងក៏ដូចជាកម្លាំងកាយចិត្តសម្រាប់ខ្លួនឯងដើម្បីបន្តជំនាញទៅមុខសម្រាប់ខ្ញុំបាទខ្ញុំគិតថាមិនថាកម្មវិធីផ្សេងៗក៏ដូចជាកម្មវិធីនេះតែងតែមានក៏ដូចជាបេក្ខភាពជើងខ្លាំងក៏ដូចជាបេក្ខភាពដែលគាត់មានសមត្ថភាពខ្លាំងក្នុងការប្រកួតប្រជែងប៉ុន្តែសម្រាប់ខ្ញុំបាទគិតថាវាជារឿងល្អមួយដែលថាយើងជាបេក្ខភាពប្រឡងជាមួយបេក្ខភាពគ្នាឯងដែលគាត់មានសមត្ថភាពខ្លាំងហើយយើងក៏ជាបេក្ខជនខ្លាំងម្នាក់ដែលប្រឡងនៅក្នុងកម្មវិធីឬក៏ប្រឡងនៅក្នុងឆាកដែលមានបេក្ខជនខ្លាំងដើម្បីយើងបង្ហាញពីសមត្ថភាពធម្មតាសម្រាប់បើយើងនិយាយឲ្យស្រួលស្ដាប់ទៅជើងខ្លាំងប៉ះជើងខ្លាំងអញ្ចឹងយើងខ្លាំងក្នុងចំណោមអ្នកខ្លាំងគឺយើងពិតជាមានមោទនភាពសម្រាប់ខ្លួនឯងដែលយើងអាចបន្តក៏ដូចជាពុះពៀនៅក្នុងឧបសគ្គទាំងអស់បាទអរគុណច្រើនបាទឥឡូវបងសុំសួរសំណួរសំខាន់តែម្ដងបាទតើបងប្រុសបានត្រៀមខ្លួនរួចរាល់ហើយនៅសម្រាប់ដណ្ដើមយក JLP ឬក៏បាទតំណែង top ណាមួយនៅក្នុងបាទកម្មវិធី Supra National Cambodia 2021បាទបងសម្រាប់ខ្ញុំបាទពិតជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដណ្ដើមយក JLP ឬក៏តំណែង top ណាមួយនៅក្នុងកម្មវិធីផងដែរដោយសារខ្ញុំបាទមានភាពជឿជាក់លើខ្លួនឯងក៏ដូចជាយើងបាន ready ទាំង body ចំណេះដឹង Q&A ឬក៏ការរៀបចំនៅសម្លៀកបំពាក់ឬក៏អ្វីគ្រប់យ៉ាងគឺយើងមានអារម្មណ៍គឺយើងពិតជាបានរៀបចំ ready សម្រាប់យើងនឹងត្រឡប់ចូលមកវិញដើម្បីចូលទៅកាន់ top ណាមួយនៅក្នុងកម្មវិធីផងដែរបាទអរគុណច្រើនបាទចុងក្រោយបង
ប្រុសបាទមានអ្វីចង់ប្រាប់ផ្ញើដល់អ្នកគ្រប់គ្រងរបស់យើងឲ្យគាត់ជួយបាទផ្ដល់កំណត់ចិត្តឲ្យយើងជួយវោតយើងមកនៅក្នុងការចាប់ដើមបាទប្រគួតជាដំណើរការបាទធ្វើការនេះបាទ បាទជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណទៅដល់ពុកម៉ែបងប្អូនក៏ដូចជា fan មិត្តភ័ក្តិដែលគាត់តែងតែគាំទ្ររូបខ្ញុំបាទសូមជួយបោះឆ្នោតក៏ដូចជាជួយ like ជួយ share នៅ page Supranational Cambodia ដែលគាត់បានធ្វើការផុសរូបបេក្ខជនម្នាក់ៗគឺក៏ដូចជារូបខ្ញុំបាទផ្ទាល់ផងដែរដើម្បីឲ្យពួកគាត់មានសំណាងក៏ដូចជាមានឱកាសឆ្លងទៅកាន់វគ្គបន្តទៀតក៏ដូចជាចូលទៅដល់វគ្គលើកពីនតែម្ដងបាទ